Âm nánយុវជនកម្ពុជាយុវជនទាំងអស់ទាំងស្រីទាំងប្រុសជាកម្លាំងយ៉ាងសំខាន់ក្នុងការរួមចំណែកកសាងជាតិយុវជនត្រូវមានការភ្ញាក់រលឹកជានិច្ចតាំងសតិអារម្មណ៍ឲ្យប្រសើរឧត្តមឧត្តមមានការសន្តោសនិងសេចក្តីស្មោះត្រង់ការរក្សាសាមគ្គីភាពមិត្តភាពមិនប្រមាថមើលងាយអ្នកដទៃមិនសេពគប់ជន់ពេលនិងមិនប្រព្រឹត្តល្បែងស៊ីសងពេលលាជាលក្ខណៈសម្បត្តិល្អរបស់យុវជនកម្ពុជានៅតាមជនបទស្រែចម្ការនិងនៅតាមរោងចក្រឧស្សាហកម្មនានាយុវកសិករនិងយុវកម្មករខិតខំបញ្ចេញសមត្ថភាពខ្លួនយ៉ាងអស់ពីចិត្តពីថ្លើមគេរវេរវៃបំពេញភារកិច្ចដែលជាកាតព្វកិច្ចរបស់ខ្លួនមិនស្ទាក់ស្ទើរខិតខំបង្កើនផលិតផលគ្រប់យ៉ាងឲ្យសម្បូរហូរហៀដើម្បីកសាងសេដ្ឋកិច្ចជាតិឲ្យរីកចម្រើនឆាប់រហ័សទាន់សម័យទំនើបនៅតាមអគារសិក្សាយុវសិស្សយុវនិស្សិតខិតខំព្យាយាមរៀនសូត្រសពមុខវិជ្ជាដើម្បីបណ្ដុះគំនិតរបស់ខ្លួនឲ្យភ្លឺស្វាងដើម្បីក្លាយជាអ្នកចេះដឹងឬជាអ្នកប្រាជ្ញបណ្ឌិតយ៉ាងស្ទាត់ជំនាញក្នុងពេលអនាគតបច្ចុប្បន្ននេះយុវជនកម្ពុជាមានភារកិច្ចសំខាន់ណាស់ក្នុងការរួមចំណែកអភិវឌ្ឍជាតិឲ្យរីកចម្រើនយុវជនត្រូវរួបរวมគ្នាទាំងកាយវាចាចិត្តដើម្បីលើកស្ទួយអរិយធម៌ជាតិឲ្យរុងរឿងព្រោះយុវជនជាសេចក្តីសង្ឃឹមរបស់មាតុភូមិយុវជនមិនត្រូវបណ្ដាលបណ្ដោយជីវិតដ៏មានតម្លៃរបស់ខ្លួនដែលប្រៀបបាននឹងបុប្ផាកំពុងត្រូវទឹកសន្សើមរីកស្គុះស្គាយផ្សាយក្លិនពីដោនោះឲ្យស្រពាប់ស្រពោនទៅវិញនោះឡើយដោយសារតែកម្លាំងរួបរวมគ្នាដ៏រឹងមាំនៃយុវជនគ្រប់រូបប្រទេសជាតិនឹងមានអរិយធម៌ខ្ពង់ខ្ពស់ស្ថិតស្ថេរជារកាលយូរអង្វែង